បងប្អូនយើងភាគច្រើនប្រហែលតែធ្លាប់ចូលនៅក្នុងភោជនីយដ្ឋានរបស់ចិនបាទហូបឆ្អឹងជំនីខ្ទឹមសរបស់គេខុសពីរសជាតិឆ្អឹងជំនីខ្ទឹមសរបស់ខ្មែរយើងបងប្អូនណាបាទហើយក្នុងវីដេអូនេះដែរដើម្បីតបស្នងដល់បងប្អូនយើងដែលតែងតែគាំទ្រវីដេអូរបស់ខ្ញុំបានកន្លងមកទៀតបងប្អូនណាបាទថ្ងៃនេះដែរខ្ញុំក៏ចេញនៅវីដេអូបង្រៀនបងប្អូនបាទពីរបៀបធ្វើឆ្អឹងជំនីបំពងខ្ទឹមសបងប្អូនណាបាទបញ្ជាក់វីដេអូនេះគឺបង្រៀនបងប្អូនចែករំលែកបងប្អូនដែលអត់គិតថ្លៃទេបងប្អូនណាបាទហើយវីដេអូខ្ញុំក៏មិនមែនជារលួយតាមផេកដែរបាទគ្រឿងដំបូងគឺខ្ទឹមសខ្ញុំវាយយកតែទឹកទេបងប្អូនណាបាទខ្ទឹមសគឺខ្ញុំទុកប្រើវ័យផ្សេងទៀតបាទទី2មកស្ករសខ្ញុំដាក់35ក្រាមបងប្អូនបាទប៊ីចេងចំនួន40ក្រាមបាទម្សៅស៊ុបចំនួន45ក្រាមបាទជាមួយនឹងម្រេចស25ក្រាមអំបិលមួយចុងឡាព្រាជាមួយទឹកម្សៅស៊ុបបន្តិចបងប្អូនណាបាទចំណែកឆ្អឹងជំនីនេះគឺយើងកាប់នឹងយើងធ្វើរួចរាល់ហើយបងប្អូនណាដែលយើងបាញ់ទឹកវាចោលចំនួន2ម៉ោងបាទបន្ទាប់ពីបាញ់ទឹក2ម៉ោងគឺយើងអាចស្រោចវាបានហើយបងប្អូនណាយើងបាញ់ធ្វើម៉េចឲ្យឆ្អឹងជំនីវាចេញពណ៌សអញ្ចឹងបងប្អូនបានយើងបំពងមកវាអត់ចេញឈាមពណ៌ខ្មៅបាទកន្លងមកបងប្អូនយើងប្រហែលជាញ៉ាំរសជាតិឆ្អឹងជំនីខ្ទឹមសនេះបាទរសជាតិបែបខ្មែរនិងបែបចិនខុសគ្នាបាទហើយថ្ងៃនេះដែរគឺខ្ញុំបង្រៀនបងប្អូនឲ្យធ្វើពីបែបចិនបងប្អូនណាបាទដែលគ្រឿងយើងត្រូវផ្សំជាមួយម្សៅផ្សេងទៅមានដូចជាម្សៅខ្ទឹមសបាទម្សៅកំប្រុក2បាទម្សៅកុកដែលគេហៅថាតឹងមានបាទម្សៅពោតបាទជាមួយនឹងម្សៅមីបន្តិចបងប្អូនណាបាទបន្ទាប់មកឆ្អឹងជំនីគឺយើងចាប់ផ្ដើមពូតវាមកបងប្អូនពូតវាឲ្យវាស្រក់ទឹកតិចមកបាទតាមពិតទៅគឺយើងត្រូវប្រើកសែងក៏ប៉ុន្តែយើងដោយសារតែខ្ញុំអត់មានកសែងគឺខ្ញុំពូតវាបាទបន្ទាប់មកទៀតបាទគឺយើងដាក់ទឹកខ្ទឹមសចូលមុនដំបូងបងប្អូនណាបាទបន្ទាប់មកទៀតគឺយើងត្រូវច្បល់វាសិនបាទដោយវីដេអូនេះគឺខ្ញុំបង្រៀនបងប្អូន free អញ្ចឹងហើយបើមានកន្លែងណាទៅភ្នែកឬក៏មិនល្អមើលអធិស្ឋានបងប្អូនណាបាទបន្ទាប់មកទៀតគឺខ្ញុំដាក់ម្សៅខ្ទឹមសចូលបាទយើងច្របល់សិនព្រោះនេះយើងធ្វើម្ដងមួយដំណាក់កាលបន្ទាប់បន្ទាប់ទៀតគឺយើងដាក់ម្សៅស៊ុបបាទស្ករជាមួយនឹងប៊ីចេងចូលបងប្អូនណាបាទហើយយើងច្បល់វាទៀតមកបាទពួកយើងច្បល់ម្ដងមួយដំណាក់កាលដើម្បីឲ្យវាចូលជាតិបាទចុងក្រោយមកគឺយើងដាក់ម្រេចសម្សៅស៊ុបនឹងជាមួយនឹងស្រាសបាទស្រាសប្រភេទស្រារបស់ចិនណាបាទបងប្អូនយើងអត់មានដាក់ស្រាសខ្មែរយើងក៏បានដែរបាទបន្តមកទៀតគឺយើងចាប់ផ្ដើមច្របល់ទៀតបងប្អូនយើងច្របល់ឲ្យវាចូលជាតិឲ្យអស់ទៅបានយើងចាប់ផ្ដើមប្រើម្សៅបាទម្សៅដែលវាយទី1គឺខ្ញុំវាយម្សៅមីបងប្អូនណាបាទអធិស្ឋានបងប្អូនយើងថាអូមិនដែលណាដាក់ម្សៅមីបាទមានក្បួនធ្វើគឺផ្សេងគ្នាច្រើនបងប្អូនណាបាទយើងម្សៅហ្នឹងគឺយើងដាក់ម្ដងបន្តិចមកយើងច្បល់វាឲ្យវាចូលសិនបាទបន្ទាប់មកគឺបានយើងដាក់ម្សៅផ្សេងទៀតបានបើយើងដាក់ម្ដងទាំងអស់គឺវាពិបាកច្បល់នឹងពិបាកស្មានបាទបន្ទាប់មកទៀតខ្ញុំដាក់ម្សៅកុកចូលបាទម្សៅកុកគឺយើងដាក់អត់ច្រើនដែរបាទយើងច្បល់វាបរិមាណវាចង់ជំនីនេះគឺចំនួន3គីឡូបាទយើងច្បល់វាឲ្យវាសប់ទៀតបាទបន្ទាប់មកទៀតគឺខ្ញុំវាយទឹកខ្ទឹមសថែមបន្តិចទៀតបងប្អូនណាបាទកុំឲ្យវាស្អិតពេកបាទបងប្អូនយើងបើគិតថាវីដេអូមានប្រយោជន៍កុំភ្លេច share ទាំងអស់គ្នាបងប្អូនណាបាទហ្នឹងហើយចុងក្រោយគឺខ្ញុំប្រើជាមួយនឹងម្សៅពោតបងប្អូនណាដែលគេហៅថា e mi fun ណាបាទ e mi fun ណាបាទយើងវាយវាទៀតមកហ្នឹងហើយវាយវាថ្មិចឲ្យវាចូលដូចអញ្ចឹងបងប្អូនវីដេអូហ្នឹងបាទកាត់មែនក៏ប៉ុន្តែអត់លាក់គ្រឿងទេគឺបង្ហាញបងប្អូន 100% បងប្អូនណាបាទឥឡូវឆ្អឹងជំនីយើងគឺរួចរាល់ហើយបងប្អូនណាបាទគឺយើងអត់ប្រើម្សៅច្រើនទេឥឡូវដើម្បីកុំឲ្យបងប្អូនណាធ្វើឲ្យមិនហ៊ានធ្វើហូបបាទឥឡូវខ្ញុំបំពង4ឆ្អឹងជំនីឲ្យបងប្អូននឹងមើលបាទដោយសារតែយើងធ្វើច្រើនតែយើងបំពងតិចនេះគឺជាវីដេអូធ្វើសម្រាប់ចែកជូនបងប្អូនយើងទស្សនាបាទក៏ដូចជាចំណេះដឹងបរិញ្ញាបងប្អូនយើងមិនអាចធ្វើប្រមាណបំពងញ៉ាំប៉ុណ្ណឹងទេបាទអូខេបាទបន្ទាប់មកទៀតបងប្អូនឃើញឆ្អឹងជំនីយើងឡើងក្រហមល្អអត់បាទឆ្អឹងជំនីគឺយើងយកពណ៌ក្រហមពណ៌លឿងគេហៅថាវងជីនហ្នឹងណាបងប្អូនណាយកពណ៌លឿងពណ៌មាសអញ្ចឹងណាបាទបងប្អូនដូចមើលអញ្ចឹងបាទឆ្អឹងជំនីនេះគឺយើងមានរបៀបធ្វើដោយសារតែយើងធ្វើជាមួយជនជាតិកតាំងច្រើនឆ្នាំយូរណាស់មកហើយអញ្ចឹងយើងអាចធ្វើបានខ្លួនឯងយើងក៏ចែកម្លែកទៅបងប្អូនយើងតទៀតបាទហើយប្រភេទវីដេអូរបស់ខ្ញុំធ្វើកន្លងមកដូចបងដឹងស្រាប់ហើយបាទខ្ញុំមិនដែលចេះជាអ្នករលួយតាម MMO ប្រហែលទេគាត់ថាខ្ញុំអាច MMO ដែរប៉ុន្តែ MMO ខ្ញុំលក់អីវ៉ាន់បាទអរគុណច្រើនបងប្អូនណាបាទវីដេអូនេះគឺមានតែប៉ុណ្្នឹងទេចែករំលែកទៅបងប្អូនយើងបាទអរគុណបាទសង្ឃឹមថាបងប្អូនយើងចេះមកមុខនោះទៀតបាទជួបគ្នាវីដេអូក្រោយទៀតបាយបាយ